បាល់ទាត់គឺជាកីឡាដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកបាននិយាយពីដើមកំណើតរបស់វាគឺមានការវិវត្តជាច្រើនដំណាក់កាលចាប់តាំងពីទម្រង់លេងបែបបុរាណរហូតដល់ការបង្កើតច្បាប់ផ្លូវការនៅប្រទេសអង់គ្លេស 1. ទម្រង់បាល់ទាត់ក្នុងសម័យបុរាណមុននឹងក្លាយជាកីឡាដែលមានច្បាប់ទម្លាប់ដូចសព្វថ្ងៃមនុស្សក្នុងសម័យបុរាណបានលេងល្បែងដែលប្រើជើងទាត់បាល់តាមរបៀបផ្សេងគ្នាខេជូចិនមានតាំងពីសម័យរាជវង្សហានប្រហែល200ឆ្នាំមុនគ្រិស្តសករាជវាត្រូវបានគេចាត់ទុកថាជាទម្រង់បាល់ទាត់ចាស់ជាងគេបំផុតដែលកាលនោះគេប្រើបាល់ធ្វើពីស្បែកញាត់រោមសត្វហើយត្រូវទាត់បញ្ចូលទីដែលមានសំណាញ់តូចមួយ Kimari ជប៉ុនចាប់ផ្ដើមនៅប្រហែលឆ្នាំ500នៃគ្រិស្តសករាជជាល្បែងដែលអ្នកលេងឈរជាវង់ហើយទាត់បាល់បញ្ជូនគ្នាទៅវិញទៅមកមិនឲ្យធ្លាក់ដល់ដី Harpastum, Romang និង Episcopals ក្រេកជាល្បែងបាល់ដែលមានលក្ខណៈរដប់និងប្រើកម្លាំងបាយច្រើន 2. បាល់ទាត់នៅយុគសម័យកណ្ដាល Medieval Football នៅចន្លោះសតវត្សទី8ដល់ទី19នៅប្រទេសអង់គ្លេសមានល្បែងមួយហៅថា Warm-up Football វាជាការប្រកួតរវាងភូមិមួយនិងភូមិមួយទៀតមិនសូវមានច្បាប់ទម្លាប់ទេមនុស្សរាប់រយនាក់ដណ្ដើមបាល់គ្នាដើម្បីយកទៅដាក់នៅទីតាំងដែលគេកំណត់វាមានភាពហិង្សារហូតដល់ថ្នាក់ស្ដេចអង់គ្លេសខ្លះដូចជាស្ដេច Edward VIII ធ្លាប់ចេញបញ្ជាហាមឃាត់ការលេងនេះទៀតផងការចាប់កំណើតបាល់ទាត់ទំនើបសតវត្សទី19របត់សំខាន់បំផុតដែលធ្វើឲ្យបាល់ទាត់ក្លាយជាកីឡាអន្តរជាតិគឺកើតឡើងនៅប្រទេសអង់គ្លេសឆ្នាំ1863សមាគមបាល់ទាត់ដំបូងគេបង្អស់គឺ The Football Association FA ត្រូវបានបង្កើតឡើងនៅទីក្រុងឡុងនេះគឺជាចំណុចចាប់ផ្ដើមនៃការបំបែកបាល់ទាត់ Soccer ចេញពី Rugby ដោយកំណត់ថាមិនឲ្យប្រើដៃកាន់បាល់ការបង្កើតច្បាប់ដំបូងត្រូវបានចងក្រងឡើងដើម្បីឲ្យសាលានិងសាកលវិទ្យាល័យនានាអាចប្រកួតគ្នាបានដោយប្រើស្តង់ដារតែមួយឆ្នាំ1904សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីគ្រប់គ្រងការប្រកួតកម្រិតពិភពលោក 4. ហេតុអ្វីបានជាគេហៅថា Soccer និង Football ពាក្យថា Football ត្រូវបានប្រើជាទូទៅនៅជុំវិញពិភពលោកពាក្យថា Soccer តាមពិតមានដើមកំណើតចេញពីពាក្យ World Association Football យកពាក្យ Soc ក្នុង Association មកហៅដែលជនជាតិអង់គ្លេសធ្លាប់ប្រើប៉ុន្តែបច្ចុប្បន្នវាពេញនិយមប្រើខ្លាំងនៅសហរដ្ឋអាមេរិកដើម្បីកុំឲ្យច្រឡំនឹងកីឡា American Football របស់គេសង្ខេបបើទោះបីជាចិនជាអ្នកលេងល្បែងទាត់បាល់មុនគេ Keju ក៏ដោយប៉ុន្តែប្រទេសអង់គ្លេសគឺជាអ្នកដែលរៀបចំឲ្យមានច្បាប់ទម្លាប់និងបង្កើតជាកីឡាបាល់ទាត់ទំនើបដែលយើងលេងរហូតមកដល់សព្វថ្ងៃតើអ្នកចង់ដឹងអំពីប្រវត្តិនៃការប្រកួតបាល់ទាត់ពិភពលោក World Cup ដំបូងគេដែរឬទេប្រវត្តិនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup គឺជាដំណើររឿងដ៏អស្ចារ្យដែលបានផ្លាស់ប្ដូរវិស័យកីឡាទាំងស្រុងនេះគឺជាចំណុចសំខាន់នៃដើមកំណើត World Cup 1. ការចាប់ផ្ដើមដំបូងបង្អស់ឆ្នាំ1930មុនឆ្នាំ1930ការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំបំផុតគឺធ្វើឡើងតែក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ុណ្ណោះប៉ុន្តែដោយសារបាល់ទាត់មានការពេញនិយមខ្លាំងពេកលោក Jules Rimet ប្រធាន FIFA ជនជាតិបារាំងនៅពេលនោះបានសម្រេចចិត្តបង្កើតព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយម្ចាស់ផ្ទះដំបូងប្រទេសអ៊ុយរូហ្គាយ Uruguay ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះឆ្នាំ1930ដើម្បីអបអរសាទរខួប100ឆ្នាំនៃឯករាជ្យជាតិរបស់គេនិងដោយសារពួកគេជាម្ចាស់មេដាយមាសអូឡាំពិកផ្នែកបាល់ទាត់ពីសម័យកាលការលំបាកនៅសម័យនោះការធ្វើដំណើរមានការលំបាកខ្លាំងក្រុមមកពីអឺរ៉ុបភាគច្រើនមិនចង់ទៅលេងនៅអាមេរិកខាងត្បូងឡើយព្រោះត្រូវជិះទូកតាមសមុទ្ររាប់សប្តាហ៍មានតែ4ប្រទេសប៉ុណ្ណោះពីអឺរ៉ុបដែលបានចូលរួម 2. លទ្ធផលនៃការប្រកួតលើកដំបូងចំនួនក្រុមចូលរួមមានតែ13ក្រុមប៉ុណ្ណោះវគ្គផ្ដាច់ព្រាត់ជាការជួបគ្នារវាងអ៊ុយរូហ្គាយនិងអាសង់ទីនម្ចាស់ជើងឯកអ៊ុយរូហ្គាយបានឈ្នះក្នុងលទ្ធផល 4-2 និងក្លាយជាម្ចាស់ពានរង្វាន់ពិភពលោកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ 3. ការវិវត្តនៃពានរង្វាន់ Trophy ពានរង្វាន់ World Cup មាន2ជំនាន់ពាន Jules Rimet 1930-1970 រូបរាងជាទេពធីតាណៃជ័យជំនះ Nike បច្ចុប្បន្នពាននេះលែងមានទៀតហើយបន្ទាប់ពីប្រទេសប្រេស៊ីលឈ្នះ3ដងហើយវាត្រូវបានគេលួចបាត់នៅឆ្នាំ1983ពាន FIFA World Cup 1974 បច្ចុប្បន្នជាពានមាសសុទ្ធដែលយើងឃើញសព្វថ្ងៃដែលបង្ហាញពីមនុស្ស2នាក់លើកទ្រលោកី 4. ការផ្អាកដោយសារសង្គ្រាមលោក
ការប្រកួតត្រូវបានធ្វើឡើងរៀងរាល់4ឆ្នាំម្ដងប៉ុន្តែត្រូវបានខកខានចំនួន2លើកគឺនៅឆ្នាំ1942និង1946ដោយសារតែសង្គ្រាមលោកលើកទី2 5 កំណត់ត្រាគួរឲ្យចាប់អារម្មណ៍ស្ដេចបាល់ទាត់ផេលជាកីឡាករតែម្នាក់គត់ដែលឈ្នះ World Cup បានដល់ទៅ3ដង1958 1962 1970ប្រទេសឈ្នះច្រើនជាងគេប្រេស៊ីលឈ្នះបាន5ដងគ្រាប់បាល់ច្រើនបំផុត Miroslav Klose អាល្លឺម៉ង់សុទ្ធបញ្ចូលទីបាន15មួយគ្រាប់ក្នុងប្រវត្តិសាស្ត្រ World Cup តើអ្នកដឹងទេកាលពីឆ្នាំ1930ក្នុងវគ្គផ្ដាច់ព្រ័ត្រអាសង់ទីននិងអ៊ុយរូកាយដណ្ដើមគ្នាប្រើបាល់រៀងខ្លួនរហូតដល់អាជ្ញាកណ្ដាលសម្រេចឲ្យប្រើបាល់របស់អាសង់ទីននៅតង់ទី1និងបាល់អ៊ុយរូកាយនៅតង់ទី2